ពីរីរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាបានច្រានចោលលើការលើកឡើងរបស់យោធាថៃដែលថាកន្លែងដែលទាហានថៃជន់នៅឃុំអូ3ជាន់គឺជាទឹកដីរបស់ថៃដោយថាយោធាគ្មានសិទ្ធិក្នុងការសម្រេចពីខណ្ឌសីមាប្រទេសនោះទេហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី17ខែតុលាឆ្នាំ2025នេះលោកប៉ែនបូណាបានបញ្ជាក់ថាគ្មានប្រទេសណាទាំងកម្ពុជានិងថៃអាចកែប្រែដោយឯកតោភាគីលើខ្សែព្រំដែនដែលកំណត់ដោយអនុសញ្ញាឆ្នាំ1904និងឆ្នាំ1907ដែលការពារដោយអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិនោះទេក្នុងសេចក្តីថ្លែងការណ៍នោះបានច្រានចោលនិងមិនទទួលយកជាដាច់ខាតលើការលើកឡើងរបស់ទាហានថៃដែលថាដីដែលពួកគេចូលឈូសឆាយនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាទឹកដីថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថាយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃគោរពនៅអ្វីដែលព្រមព្រៀងគ្នាដោយទុកឲ្យ JBC ប្រជុំដោះស្រាយខណ្ឌសីមាជៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់អ្នកនាំពាក្យបានបញ្ជាក់ទៅដល់សាធារណជនថាបើទោះបីជារដ្ឋាភិបាលកម្ពុជាអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តបទច្បាញ់ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិឡើយទាហានថៃបានចូលមកចាប់ផ្ដើមរីបន្លាលួសក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្នុងទឹកដីកម្ពុជាកាលពីថ្ងៃទី12ខែសីហាបណ្ដេញពលរដ្ឋខ្មែរប្រមាណ12គ្រួសារចេញពីទីលំនៅរបស់ពួកគេក្រៅពីនោះថៃក៏បានប្រកាសដេញពលរដ្ឋខ្មែរជាង200គ្រួសារបន្ថែមទៀតកាលពីថ្ងៃទី10ខែតុលាកន្លងទៅទាហានថៃបានប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីនិងរាវមីនលើទឹកដីដែលបានរាយលូសបន្លានោះផងដែរបើទោះបីជាមានការតវ៉ាពីកម្ពុជាក្តី